បាទថ្ងៃនេះផងដែរខ្ញុំមានមុខម្ហូបថ្មីគឺមានឈ្មោះថាប្រហុកខ្នប់ផ្សិតចំបើងហើយដាក់ត្រួយអំពិលហើយគ្រឿងផ្សំមានដូចជាប្រហុកមានសាច់ជ្រូក3ជាន់មានត្រួយអំពិលផ្សិតចំបើងគល់ស្លឹកគ្រៃម្ទេសខ្ទឹមសខ្ទឹមក្រហមរំដេងហើយនិងល្កូចសើចបងប្អូនជាដំបូងយើងធ្វើការកចាំសាច់ជ្រូក3ជាន់ហ្នឹងហើយពេលយើងកចាំសាច់ជ្រូក3ជាន់ឲ្យម៉ត់ហើយយើងចាប់ដើមដាក់ប្រហុកចូលហើយដាក់ម្ទេសខ្ទឹមសខ្ទឹមក្រហមអញ្ចឹងមកបងប្អូនយើងច្រាំវាឲ្យវាម៉ត់អញ្ចឹងបងប្អូនម្ទេសយើងដាក់ឲ្យច្រើនតិចមកបានឆ្ងាញ់បងប្អូនខ្ញុំដាក់4 5គ្រាប់ដែរហ្នឹងណាបន្តមកទៀតយើងចាប់ដើមដាក់គល់ក្រែដែលយើងបានហាន់ហ្នឹងបងប្អូនហើយយើងក៏ច្រាំវាឲ្យរាងម៉ត់តិចមកបងប្អូនថាកុំឲ្យវាស្កាតអញ្ចឹងណាបងប្អូនយើងក៏ច្រាំវាច្រាំចុះក៏ច្រាំឡើងរីចុះបល់វាចុះឡើងអញ្ចឹងមកបងប្អូនដើម្បីឲ្យវាសប់ចូលគ្នាហ្នឹងណាបងប្អូនតាមពិតទៅយើងដាក់កសាំងក៏បានដែរតែខែនឹងអត់មានកសាំងអញ្ចឹងហើយយើងដាក់ត្រួយអំពិលជំនួសបងប្អូនដាក់ត្រួយអំពិលក៏ឆ្ងាញ់មួយយ៉ាងដែរបងប្អូនហ្នឹងហើយបន្ទាប់ពីយើងកចាំនឹងហើយយើងចាប់ដាក់ត្រួយអំពិលចូលបងប្អូនត្រួយអំពិលហ្នឹងយើងដាក់មកល្មមឲ្យវាកុំឲ្យច្រើនពេកយើងដាក់តែមកល្មមបានហើយមកសំរុំនឹងជាមួយនឹងសាច់ប្រហុកនិងសាច់ជ្រូកយើងអញ្ចឹងណាបងប្អូនបន្តមកទៀតយើងចាប់ដាក់ស្ករសហើយនិងប៊ីចេងចូលមកបងប្អូនយើងក៏ច្រាំវាអញ្ចឹងទៀតមកបងប្អូនអើយឆ្ងាញ់ប្លែកមួយយ៉ាងដែរបន្ទាប់ពីយើងកចាំរួចហើយយើងចាប់ដើមយកប្រហុកដែលយើងកចាំហ្នឹងយកមកលាយមួយផ្សិតចំបើងបងប្អូនអញ្ចឹងយើងអត់កច្រាំផ្សិតទេយើងយកវាមកលាយអញ្ចឹងបន្ទាប់ពីយើងលាយជាមួយផ្សិតរួចហើយយើងចាប់ដើមយកមកខ្នប់បងប្អូនយកវាមកកប់ខ្នប់ជាមួយនឹងស្លឹកចេកអញ្ចឹងនិយាយទៅស្លឹកចេកយើងដាក់ឲ្យរាងក្រាស់តិចមកដើម្បីឲ្យប្រហុកយើងឆ្អិនបានល្អដល់ខាងក្នុងកាលណាយើងដាក់ស្លឹកចេកស្ដើងវាអាចឆ្អិនទៅខាងក្រៅអីអញ្ចឹងណាបងប្អូនហ្នឹងហើយនិយាយទៅនេះគឺជាមុខម្ហូបដែលប្លែកថ្មីទៀតហើយសម្រាប់ខ្ញុំគឺថាយើងប្រហុកហ្នឹងយើងធ្វើបាន3ខ្នប់ដែរហ្នឹងណានិយាយទៅដាក់ថែមម្ទេសពីលើមួយជាន់ទៀតមកមុខមកពីលើតិចទៀតយ៉ាប់មែនខ្ញុំនិយាយរដាក់ដប់ហ្នឹងហើយយើងចាប់ដើមយើងខ្នប់វាអញ្ចឹងមកបងប្អូនយើងខ្ទាស់វាអញ្ចឹងមកដើម្បីកុំឲ្យវាជ្រុះសាច់ពេលយើងប្រែទៅវាធ្លាក់សាច់ចេញក្រៅអញ្ចឹងយើងឲ្យយើងដាក់លើវាឲ្យក្រាស់តិចមកលឹកចេកតោះមកយើងយកវាមកអាំងអញ្ចឹងមកបងប្អូនយើងយកវាមកអាំងហើយយើងកុំឲ្យដាក់ភ្លើងបខំបងប្អូនយើងដាក់ភ្លើងកុំឲ្យបខំហើយឥឡូវប្រហុកយើងបានឆ្អិនហើយបងប្អូនហើយយើងមានលក់សពមុខមកគឺថាឆ្ងាញ់មែនតើបងប្អូនអាចសាកធ្វើមុខម្ហូបនឹងបានធានាថាអស់បាយមិនចេះតិចចានទេឥឡូវបងស្រីគាត់ចាប់ដើមភ្លក់ជាមួយនឹងប្រហុកអាំងយើងណាបងប្អូនសាច់ទៀតលីផ្សិតមួយបងប្អូនបងនេះហូបមិនដាច់បានឆ្ងាញ់